ក្មេងប្រុសតូចបានរកឃើញដោយចៃដន្យថាមនុស្សប្រុសដែលបានឲ្យការបូកយួរដៃតម្លៃ3 លានដុល្លារដល់មីងពិតជាឪពុករបស់គាត់ដែលធ្វើការនៅការដ្ឋានសំណង់ដឹកអែបគាត់បានទាញដៃអើម្ដាយរបស់គាត់ធ្នមហើយសួរគាត់ថាតើនោះជាប៉ាម្ដាយមិនដឹងឆ្លើយយ៉ាងណាទេព្រោះនាងទើបតែដឹងខ្លួនឯងថាម៉ែកំណាញ់របស់នាងពិតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់រយពាន់លានមិនយូរប៉ុន្មានគាត់ថែមទាំងជាប់គុកដោយសារមិនសងបំណុលនាងនិងកូនប្រុសបានប្រមូលដបទាំងយប់ទាំងថ្ងៃដើម្បីសន្សំលុយធានាគាត់ចេញនៅពេលនោះគាត់បានស្បត់ថានឹងមិនទុកឲ្យពួកគេទាំងពីរនាក់រងទុក្ខទៀតទេស្ត្រីនោះជឿដោយឆោតល្ងង់ថាដរាបណាក្រុមគ្រួសារនៅជាមួយគ្នាពួកគេអាចទ្រាំទ្រនឹងការលំបាកណាមួយក្រោយបាយល្ងាចបុរសនោះចាក់ចេញពីផ្ទះដោយនិយាយថាគាត់នឹងទៅធ្វើការនាងមិនដឹងទេថាម៉ោងដែលគាត់ចេញទៅគាត់បានប្រែក្លាយទៅជាសៀវមហាសេដ្ឋីមួយសន្ទុះក្រោយមកប្រពន្ធរបស់គាត់ឈ្មោះអេដេឡែនបានដើរឡើងជាមួយកូនប្រុសរបស់ពួកគេឈ្មោះយ៉ាបុរសនោះបានថើបចាក់យ៉ាងស្រឡាញ់នៅលើថ្ពាល់វាបានប្រែក្លាយថាមនុស្សនោះគឺជាសម្ងាត់ពីគ្រួសារអ្នកមានគាត់នៅជាមួយស្ត្រីនោះគ្រាន់តែសប្បាយប៉ុណ្ណោះប៉ុន្មានឆ្នាំមកនេះគាត់ធ្វើពុតជាកះហើយមើលប្រពន្ធរបស់គាត់រងទុក្ខនៅចំពោះមុខគាត់ប៉ុន្តែមិនដែលលើគម្រាមដៃជួយទេអេដេឡែនត្អូញត្អែដោយភាពខកចិត្តតើអ្នកនឹងត្រឡប់មកវិញនៅពេលណាឥឡូវនេះពួកយើងពីរអ្នកត្រូវហាត់សមដើម្បីជួបអ្នកយើងត្រូវលេងជាមួយក្នុងការសម្ដែងតូចរបស់អ្នកបុរសនោះឆ្លើយយ៉ាងស្ងប់ស្ងាត់ថាមិនប្រញាប់ទេខ្ញុំនឹងត្រឡប់មកវិញនៅពេលដែលខ្ញុំសប្បាយគាត់គិតថាគាត់បានលាក់អ្វីគ្រប់យ៉ាងល្អឥតខ្ចោះហើយបានចូលរួមពិធីជប់លៀងដោយរីករាយជាមួយអេដេឡែននិងកូនប្រុសរបស់នាងគាត់មិនដឹងទេថាម៉ោងដែលគាត់ចាក់ចេញទៅប្រពន្ធរបស់គាត់បានទទួលទូរស័ព្ទពីអ្នកគ្រប់គ្រងដោយនិយាយថាសន្តាគារអធិរាជកំពុងជួលកម្មករបណ្ដោះអាសន្នក្នុងតម្លៃ1,000 យ៉នក្នុងមួយថ្ងៃដើម្បីកាត់បន្ថយបន្ទុករបស់ប្តីនាងយល់ព្រមដោយមិនស្ទាក់ស្ទើរមិនយូរប៉ុន្មានម្ដាយនិងកូនប្រុសបានមកដល់សន្តាគារប៉ុន្តែនាងមិនដែលរំពឹងថានឹងឃើញប្តីរបស់នាងនៅទីនោះទេឬថាគាត់នឹងលេចមុខយ៉ាងស្រស់ស្អាតនិងមានទ្រព្យសម្បត្តិច្រើនគាត់បានជូនកាបូបយួរដៃតម្លៃ3 លានដុល្លារដល់អេដេឡែនដោយចៃដន្យហើយសូម្បីតែកាបូបស្ពាយរបស់យ៉ាកក៏ជាការបោះពុម្ពមានកំណត់ដ៏ប្រណិតផងដែរគិតអំពីកាបូបស្ពាយដែលគាត់បានឲ្យកូនប្រុសរបស់ពួកគេពេញទៅដោយបំណះនឹងរន្ធស្ត្រីនោះមានអារម្មណ៍សោកសៅនិងជូរចត់បន្ទាប់មកនាងបានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតដើម្បីធ្វើឲ្យសកម្មភាពរបស់គាត់គួរឲ្យជឿគាត់បានដាំមនុស្សជាច្រើនរបស់គាត់នៅជុំវិញនាងដើម្បីដើរតួគាត់មិនដែលចូលគុកទេពួកក្មេងទំនើងទាំងនោះដែលបានធ្វើទារុណកម្មនាងនិងកូនប្រុសរបស់នាងក៏គ្រាន់តែជាមនុស្សរបស់គាត់ដែលក្លែងខ្លួនដែរទើបស្ត្រីនោះដឹងថាវាគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះគ្រាន់តែលេងសើចនឹងអារម្មណ៍របស់នាងនិងកូនប្រុសរបស់នាងហើយរីករាយនឹងការរងទុក្ខរបស់ពួកគេមើលប្រពន្ធនិងកូនប្រុសរបស់គាត់ត្រូវបានគេអាម៉ាស់នឹងធ្វើទារុណកម្មទើបបុរសនោះបង្ហាញសញ្ញានៃកំហុសហើយវាយអ្នកអង្គរៈអេដេឡែនឃើញគាត់បាត់បង់កំហឹងគិតថាគាត់ពិតជាលងស្នេហ៍ប្រពន្ធរបស់គាត់ក្នុងអំឡុងពេលសម្ដែងបុរសនោះបានពន្យល់ថាគាត់គ្រាន់តែមិនចង់រុញនាងខ្លាំងពេកទេឬវានឹងមិនសប្បាយទៀតទេគាត់ក៏បាននិយាយថានៅក្នុងពិភពលោកនេះមានតែនាងនិងយ៉ាកប៉ុណ្ណោះដែលស័ក្តិសមនឹងការចំណាយប្រាក់ចំពោះស្ត្រីម្នាក់ទៀតគាត់មិនចង់ឲ្យនាងសូម្បីតែ1 សេនទេវាគឺនៅពេលនេះដែលស្ត្រីនោះបានឃើញពណ៌ពិតរបស់គាត់បទពិសោធន៍ទាំងមូលបានធ្វើឲ្យនាងមានការរំខានយ៉ាងខ្លាំងហើយនាងបានបុកជាមួយអតិថិជនដោយចៃដន្យពេលកំពុងបម្រើអាហារអតិថិជនឃើញរ៉ូបដែលកាត់ដេររបស់នាងប្រឡាក់ដោយកំហឹងបានបញ្ជាឲ្យនរណាម្នាក់ខ្ទាស់ស្ត្រីនោះទៅនឹងដីហើយបង្ខំនាងឲ្យលទ្ធភាពពខ្វក់ចេញពីស្បែកជើងរបស់នាងក្មេងប្រុសនោះព្យាយាមជួយសង្គ្រោះម្ដាយរបស់គាត់ប៉ុន្តែគាត់តូចពេកនិងខ្សោយពេកក្នុងការជួយដោយអស់សង្ឃឹមគាត់ស្រែកប៉ាជួយបុរសនោះហាក់ដូចជាអ្វីមួយប៉ុន្តែម្ដាយនិងកូនប្រុសត្រូវបានរារាំងដោយហ្វូងមនុស្សហើយគាត់សន្មត់ថាគាត់បាននៅខុសព្រោះគ្មានផ្លូវដែលពួកគេនឹងបង្ហាញខ្លួននៅសន្តាគារលំដាប់ខ្ពស់បែបនេះទេជាសំណាងល្អអ្នកគ្រប់គ្រងសន្តាគារបានមកសម្រុះសម្រួលហើយទីបំផុតអតិថិជនបានយល់ព្រមឲ្យស្ត្រីនោះទៅប៉ុន្តែនៅទីបញ្ចប់ម្ដាយនិងកូនប្រុសនៅតែត្រូវបានគេបោះចោលក្នុងភ្លៀងធ្លាក់ស្ត្រីនោះបានអប់ក្មេងប្រុសនោះយ៉ាងតឹងហើយបន្ទោសខ្លួនឯងដែលមិនបានការពារគាត់ប៉ុន្តែក្មេងប្រុសនោះបានសួរនាងថាតើប៉ាពិតជាអ្នកមានមែនឬពាក្យទាំងនោះបានរំលឹកស្ត្រីនោះនៅពេលដែលបុរសនោះបានស្នើដោយគ្មានអ្វីក្រៅពីចិញ្ចៀនធ្វើពីស្មៅត្បាញរឿងដែលគួរឲ្យសោកស្ដាយនោះគឺនាងពោពេញដោយក្តីស្រឡាញ់ចំពោះគាត់កាលពីពេលនោះហើយមានឆន្ទៈរៀបការជាមួយគាត់ទោះបីជាគាត់គ្មានអ្វីក៏ដោយក៏មានឆន្ទៈរៀបការជាមួយគាត់ឥឡូវនេះដែរទីបំផុតនាងដឹងថានាងគ្មានអ្វីក្រៅពីធ្លុកទេដោយក្តីឈឺចាប់នាងបានសួរកូនប្រុសរបស់នាងថាប៉ាម៉ាក់បែកពីប៉ាតើកូនចង់នៅជាមួយអ្នកណាប៉ុន្តែក្មេងប្រុសនោះបាននិយាយថាគាត់ចង់ឲ្យប៉ាមួយឱកាសទៀតព្រោះគាត់បានសន្យាថានឹងចូលរួមការប្រកួតសិប្បកម្មរបស់គាត់នៅសាលាថ្ងៃស្អែកស្ត្រីនោះយល់ព្រមដោយស្ទាក់ស្ទើរ
យប់នោះបន្ទាប់ពីដាក់កូនប្រុសរបស់នាងឲ្យដេកបុរសនោះត្រឡប់មកផ្ទះវិញដោយឃើញថានាងមើលទៅខូចចិត្តគាត់ហៀបនឹងលួងលោមនាងប៉ុន្តែនាងបានគេចពីគាត់ស្ត្រីនោះបានរំលឹកគាត់យ៉ាងត្រជាក់កុំភ្លេចការប្រកួតសិប្បកម្មរបស់កូនប្រុសយើងនៅថ្ងៃស្អែកបុរសនោះបានសន្យាថាគាត់ពិតជាមិនភ្លេចទេប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺនេះជាឱកាសចុងក្រោយដែលនាងឲ្យគាត់នៅថ្ងៃបន្ទាប់ស្ត្រីនោះបាននាំកូនប្រុសរបស់នាងទៅម្ដាយហើយបានជួបអេដេឡាញនិងយ៉ាអេដេឡាញបានអួតដោយចេតនាអំពីថាតើមនុស្សនោះស្រឡាញ់យ៉ាប៉ុណ្ណាស្ត្រីនោះខឹងសម្បានៅខាងក្នុងប៉ុន្តែបានទប់ចិត្តដើម្បីជាប្រយោជន៍ដល់កូនប្រុសរបស់នាងមិនយូរប៉ុន្មានម្ដាយនិងកូនប្រុសបានចូលក្នុងថ្នាក់រៀនគ្រាន់តែរកឃើញបុរសនោះកំពុងអង្គុយក្បែរអេដេឡាញនិងយ៉ារួចហើយស្ត្រីនោះបានទូរស័ព្ទទៅសួរថាតើគាត់នៅណាគាត់កុហកហើយនិយាយថាគាត់នៅតែធ្វើការនៅការដ្ឋានសំណង់បន្ទាប់មកបានបិទភ្លាមហើយបានឡើងលើឆាកជាមួយអេដេឡាញនិងយ៉ាដើម្បីទទួលពានរង្វាន់មើលពួកគេទាំង3ញឹមសប្បាយរីករាយដូចគ្រួសារទីបំផុតក្មេងប្រុសនោះបានបាត់បង់ក្តីសង្ឃឹមទាំងអស់ចំពោះឪពុករបស់គាត់ពេលនេះស្ត្រីនោះសម្រេចចិត្តថានាងនឹងមិនអត់ទោសឲ្យគាត់ទៀតទេបន្ទាប់មកនាងបានទូរស័ព្ទទៅបងប្រុសរបស់នាងតែនាងមិនបានតាក់ទងយូរមកហើយសុំឲ្យគាត់នាំនាងនិងកូនប្រុសរបស់នាងទៅកន្លែងដែលគ្មាននរណាម្នាក់អាចរកឃើញពួកគេបងប្រុសរបស់នាងយល់ព្រមភ្លាមហើយមិនយូរប៉ុន្មានស្ត្រីនោះបានចាក់ចេញជាមួយកូនប្រុសរបស់នាងនៅពេលនោះពិធីករបានប្រកាសអ្នកឈ្នះលេខ1ក្នុងការប្រកួតសិប្បកម្មហើយវាគឺជាកូនប្រុសរបស់ស្ត្រីនោះទើបបុរសនោះដឹងថាកូនប្រុសរបស់នាងក៏បានចូលរៀននៅមដេតឲ្យនេះដែរបន្ទាប់មកពិធីករបានទទួលសារជាអក្សរដោយនិយាយថាស្ត្រីនោះគ្រោងនឹងផ្ទេរកូនប្រុសរបស់នាងទៅសាលាផ្សេងទៀតហើយនឹងមិនទទួលយកពានរង្វាន់នោះទេអេដេឡាញរីករាយជាខ្លាំងនៅពេលដែលនាងបានរឿងនោះដោយនិយាយថាមនុស្សនោះនឹងមិនចាំបាច់ធ្វើពុតជាមួយពួកគេទៀតទេប៉ុន្តែបុរសនោះភ័យស្លន់ស្លោហើយប្រញាប់ប្រញោលចេញពីថ្នាក់រៀនទន្ទឹមនឹងនោះស្ត្រីនោះហៀបនឹងចុះហត្ថលេខាលើឯកសារផ្ទេរនៅពេលដែលនាងស្រាប់តែទទួលបានការហៅទូរស័ព្ទពីបុរសនោះគាត់បានសួរនាងថាហេតុអ្វីបានជានាងផ្ទេរកូនប្រុសរបស់ពួកគេស្ត្រីនោះឆ្លើយយ៉ាងត្រជាក់ថាវាមិនមានអ្វីតាក់ទងនឹងអ្នកទេបន្ទាប់មកនាងបានចុះហត្ថលេខាដោយមិនស្ទាក់ស្ទើរហើយនាំកូនប្រុសរបស់នាងទៅជាមួយប៉ុន្តែនៅពេលដែលនាងបើកទ្វារបុរសនោះកំពុងឈរនៅទីនោះដើម្បីរារាំងផ្លូវរបស់នាងពេលកំពុងនិយាយពីការផ្លាស់ប្ដូរសាលាប្តីរបស់នាងបានទេនិយាយពីមូលហេតុអ្វីដែលត្រូវផ្លាស់ប្ដូរសាលាតែនាងថាមិនពាក់ព័ន្ធនឹងប្តីនាងទៀតទេប្តីរបស់នាងបានព្យាយាមតាមរកនាងតែរកមិនឃើញហើយត្រូវប្រពន្ធដើមរបស់គាត់ហៅគាត់ទៅហាងដោយមិនឲ្យខ្វល់ពីនាងទៀតអីព្រោះនាងគ្រាន់តែជារបស់លេងតែប៉ុណ្ណោះដែលធ្វើឲ្យប្តីនាងខឹងយ៉ាងខ្លាំងរួចក៏ឡើងឡានចេញកាត់ទៅផ្ទះរបស់នាងបានគិតពីការក្បត់របស់ប្តីនាងដែលការពិតគាត់ជាមហាសេដ្ឋីហើយក្លែងខ្លួនធ្វើជាអ្នកក៏នឹងមកលេងសើចជាមួយនាងបានទាញសម្បត្តិមួយដែលនាងបាននឹកឃើញសម្បត្តិដែលប្តីនាងបានសរសេរនៅថ្ងៃខួបកំណើតរបស់នាងមកមើលរួចនាងសម្រេចដុតវាចោលរួចនាងនិងកូននាងសម្រេចចិត្តចាក់ចេញដោយគ្មានស្រណោះប្តីរបស់នាងបានព្យាយាមតាក់ទងនាងតែតាក់ទងមិនបានហើយព្រមទាំងឲ្យគេតាមរកតែនៅតែរកមិនឃើញដែលធ្វើឲ្យគាត់មានការខឹងជាខ្លាំងពេលត្រឡប់មកផ្ទះវិញប្តីរបស់នាងបានព្យាយាមរកនាងនិងកូនតែរកមិនឃើញហើយគិតថានាងនិងកូនកំពុងតែលេងសើចជាមួយគាត់បានសម្លឹងទៅកន្លះអាវរបស់គាត់ដែលមានតម្លៃមិនក្រោម$10,000តែគាត់មិនដែលជួយចេញលុយចំណាយក្នុងផ្ទះនេះទេដែលធ្វើឲ្យគាត់មានការសោកស្ដាយយ៉ាងខ្លាំងហើយគាត់បានងាកឃើញសម្បត្តិមួយដែលជាសម្បត្តិលែងលះដែលគាត់មិនជឿថាប្រពន្ធគាត់អាចធ្វើបែបនេះឡើងព្រោះគាត់គិតថានាងស្រឡាញ់គាត់ណាស់នាងមិនហ៊ានធ្វើបែបនេះទេរំពេចនោះធាបានត្រូវគោះគាត់គិតថាជាប្រពន្ធនិងកូនរបស់គាត់ដែលថានាងមិនអាចអត់ពីគាត់បានឡើងតែពេលបើកធាឡើងគឺប្រពន្ធដើមរបស់គាត់ដែលមកដើម្បីចង់អបអរដល់កូនរបស់គាត់បានឈ្នះរង្វាន់តែបុរសនោះបានប្រកែកនឹងចង់នៅម្នាក់ឯងតែនាងមិនស្ដាប់នឹងបានដើរចូលផ្ទះតែម្ដងស្ត្រីនោះបានចំអកថាផ្ទះដែលគាត់នៅដូចជាផ្ទះឆ្កែដែលមនុស្សធម្មតាមិនអាចរស់នៅបានឡើងកូនរបស់ស្ត្រីនោះចង់លេងរបស់របរនៅលើតុតែត្រូវគាត់បដិសេធហើយក្មេងនោះបានយករបស់ទាំងនោះកំទេចចោលដែលធ្វើឲ្យខឹងនិងនឹកឃើញដល់កូនរស់គាត់ព្យាយាមធ្វើវាការពីមុនពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នាដែលស្ត្រីនោះថាឲ្យបុរសនោះនៅមានអារម្មណ៍ស្រឡាញ់ប្រពន្ធគាត់ហើយថាគាត់ជាអ្នកធ្វើឲ្យប្រពន្ធគាត់ចាក់ចេញតែគាត់នៅតែបដិសេធថាមិនបានស្រឡាញ់ដែលខ្ជិលឲ្យគាត់ខឹងនិងបានបណ្ដេញស្ត្រីនោះចេញពីផ្ទះភ្លាមគាត់បានទូរស័ព្ទទៅកូនចៅគាត់ទាំងអស់ឲ្យដើររកនាងនិងកូនឲ្យឃើញនៅកំពង់ផែនាងនិងកូនរបស់នាងកំពុងរងចាំទុកចាក់ចេញកូនរបស់នាងបានងាករងចាំឪពុករបស់គាត់ហើយនិយាយថាគាត់មិនល្អត្រង់ណាបានឪពុកគាត់បោះបង់គាត់ចោលបែបនេះដែលធ្វើឲ្យនាងមានការអាណិតកូនយ៉ាងខ្លាំងនៅពេលកំពុងចាក់ចេញទៅទូកពួកគេបានងាកមកក្រោយដោយសង្ឃឹមថាប្តីនាងនឹងមករកនាងតែនៅតែមិនឃើញគាត់មកហើយពួកគេក៏ចាក់ចេញទៅ
កាត់ទៅដល់បងប្រុសរបស់នាងគាត់បានទេសួរនាងម្ដងបញ្ជាក់ម្ដងហើយម្ដងទៀតពីការសម្រេចចិត្តរបស់នាងតែនាងនៅតែសម្រេចចិត្តចាក់ចេញដែរគាត់កំពុងមានការខឹងជាខ្លាំងជាមួយប្តីប្អូនស្រីរបស់គាត់និងបានសម្រេចចិត្តនឹងធ្វើឲ្យប្តីប្អូនស្រីរបស់គាត់មានការសោកស្ដាយចំពោះទង្វើរបស់ប្តីប្អូនស្រីគាត់ប្តីរបស់នាងបានដើររកនាងនិងកូនគ្រប់ទីកន្លែងហើយគាត់សម្រេចចិត្តមកសួរមិត្តភ័ក្តិរបស់នាងមិត្តរបស់នាងបាននិយាយទាំងមានកំហឹងហើយប្រាប់ថាឈប់តាមរកនាងទៅហើយបើទោះជានាងដឹងក៏នាងមិនប្រាប់ដែររួចក៏បានដើរចេញទៅគាត់ព្យាយាមទេទៅម្ដងហើយម្ដងទៀតតែនៅតែមិនអាចតាក់ទងបានហើយលេខាគាត់ក៏បានរាយការណ៍ថាពួកគេបានតាមរកគ្រប់កន្លែងអស់ហើយតែនៅតែរកមិនឃើញជាហេតុធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងរំពេចនោះកូនចៅគាត់បានចូលមកនិងប្រាប់ថាគេរកឃើញនាងហើយដោយការពី3ថ្ងៃមុននាងបានចាក់ចេញទៅកោះស៊ីឡានកាត់ទៅកោះដែលនាងកំពុងនៅពេលដែលនាងនិងកូននាងកំពុងនិយាយគ្នាពីគំនូរនោះស្រាប់តែគំនូរមួយបានផាត់ចេញរំពេចនោះពួកគេបានឃើញប្តីរបស់នាងមកដល់ហើយគាត់បានរត់មកជួបកូនភ្លាមតែត្រូវនាងខាត់ប្តីនាងថាគាត់ខំរកនាងនិងកូនគ្រប់ទីកន្លែងហើយព្រមទាំងបួលនាងទៅវិញតែត្រូវនាងបដិសេធពួកគេបានប្រកែកគ្នាពីកូននិងរឿងរ៉ាវដែលគាត់បានកុហកហើយទីបំផុតគាត់បានអង្វរឲ្យប្រពន្ធគាត់មកវិញហើយគាត់នឹងផ្ដល់អ្វីគ្រប់យ៉ាងដែលនាងចង់បានតែនាងមិនព្រមទាំងអស់ហើយប្រាប់ឲ្យគាត់ទៅរកប្រពន្ធដើមនិងកូនរបស់គាត់វិញទៅតែគាត់មិនព្រមនឹងថាគាត់នឹងរងចាំរហូតដល់នាងយល់ព្រមជាមួយគាត់នៅពេលបាយល្ងាចមកដល់ប្តីនាងនៅតែល្មើប្រពន្ធនិងកូនគាត់រហូតហើយព្រមទាំងអង្វរឲ្យលើកលែងទោសឲ្យគាត់បានរងចាំពួកគេរហូតដល់3ថ្ងៃ3យប់រហូតដល់គាត់ទ្រាំលែងបានក៏សន្លប់ហើយកូនគាត់បានប្រាប់ដល់ម្ដាយគាត់ហើយពួកគេក៏នាំបុរសនោះចូលមកក្នុងផ្ទះនៅពេលដែលកូនគាត់យកកន្សែងមកនាងបានសួរទៅកូនថាកូននៅចង់បានឪពុកឬតែកូនគាត់បានគ្រវីក្បាលនេះបាននិយាយថាគាត់មានប្រពន្ធនិងកូនគាត់រួចហើយគាត់គួរតែទៅរស់នៅជាមួយពួកគេនៅព្រឹកបន្ទាប់ពេលបុរសនោះភ្ញាក់ឡើងនាងបានដេញគាត់ចេញតែបុរសនោះបានសួរវិញថានាងនិងកូននាងជាអ្នកណាដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលនិងនិយាយថាឈប់សម្ដែងទៅនិងឆាប់ចេញពីទីនេះភ្លាមតែបុរសនោះថាគាត់មិនស្គាល់អ្នកណាទេហើយគាត់បានងាកសួរកូនគាត់ថាឯងឈ្មោះអ្វីហើយកូនគាត់ថាគាត់ឈ្មោះហ្វូយវេនហើយបុរសនោះបន្តថាហេតុអ្វីម្ដាយរបស់ឯងស្អប់គាត់បែបនេះតើគាត់បានធ្វើអ្វីខុសកូនរបស់គាត់បានលាក់រឿងទាំងអស់ហើយថាមិនមានអ្វីទេរួចកូននោះក៏ថាគាត់ទៅចាក់ទឹកឲ្យតាមការពិតទៅបុរសនោះធ្វើជាបាត់បង់ស្មារតីដើម្បីបាននិយាយនឹងនៅចិត្តប្រពន្ធកូនរបស់គាត់ក៏ហើយគាត់សន្យាថាលើកនេះគាត់នឹងមិនឲ្យមានរឿងអ្វីអាក្រក់កើតឡើងនិងសងជំនឿចិត្តឲ្យពួកគេម្ដងទៀតនៅពេលប្រពន្ធគាត់យកកន្សែងនិងថ្នាំមកឲ្យបុរសនោះសូមឲ្យនាងជួយគាត់តែត្រូវនាងបដិសេធហើយគាត់ថាសុំទោសដែលធ្វើឲ្យនាងលំបាកតែនាងថាទោះជាលោកបាត់បង់ស្មារតីឬធ្វើពុតក្តីនាងនៅតែមិនលើកលែងឲ្យគាត់ជាដាច់ខាតបុរសនោះបានបន្តធ្វើពុតនិងបានស្នាក់នៅជាមួយប្រពន្ធនិងកូនគាត់រហូតដល់គាត់ជាពីជំងឺបុរសនោះបានព្យាយាមឡើងភ្នំដើម្បីបេះផ្កាពណ៌សមួយដើម្បីលួងលោមប្រពន្ធរបស់គាត់ព្រោះកូនគាត់បាននិយាយថាម្ដាយគាត់ចូលចិត្តផ្កាពណ៌សណាស់ហើយពេលត្រឡប់មកពីភ្នំវិញបុរសនោះបានឃើញប្រពន្ធគាត់កំពុងអូសវ៉ាលីចេញដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយប្រពន្ធរបស់គាត់ថាគាត់បានទិញសម្បុត្រទុកឲ្យគាត់រួចហើយតែបុរសនោះមិនព្រមហើយបានអង្វរប្រពន្ធគាត់កុំឲ្យចាក់ចេញដែលធ្វើឲ្យប្រពន្ធគាត់បានចាប់បានថាគាត់ធ្វើពុតជាបាត់បង់ស្មារតីហើយបុរសនោះបន្តថាគាត់នឹងព្យាយាមលុបលាងកំហុសគ្រប់យ៉ាងតែប្រពន្ធគាត់ថាគាត់មិនត្រូវការនោះទេរំពេចនោះកូនគាត់បានចេញមកបុរសនោះស្ទុះទៅសួរភ្លាមថានឹងព្រមលើកលែងឲ្យគាត់បានទេតែត្រូវកូនគាត់បដិសេធនឹងឲ្យទៅរកកូនដើមគាត់វិញទៅដែលធ្វើឲ្យបុរសនោះអស់សង្ឃឹមជាខ្លាំងរួចប្រពន្ធនិងកូនបុរសនោះបានចាក់ចេញទៅនៅពេលដែលនាងនិងកូននាងបានមកដល់បងប្រុសរបស់នាងបានមកទទួលជាមួយឡានទំនើបជាច្រើនជាមួយនឹងការស្វាគមន៍មកផ្ទះវិញយ៉ាងភ្ញាក់ផ្អើលរំពេចនោះបងប្រុសនាងបានដើរចេញមកនិងនាំពួកគេត្រឡប់ទៅផ្ទះវិញហើយគាត់ថាគាត់បានរៀបចំពិធីជប់លៀងសម្រាប់នាងនិងក្មួយគាត់រួចរាល់ហើយកាត់ទៅរកពិធីជប់លៀងអ្នកចូលរួមមានការឆ្ងល់ជាខ្លាំងនិងបាននិយាយថាពិធីនេះធ្វើឡើងដើម្បីទទួលកូនស្រីត្រកូលយ៉ាងដែលបានបាត់ខ្លួនជាយូរមកវិញនៅពេលនាងនិងកូននាងដើរចេញមកគ្រប់គ្នាបាននិយាយនិងសរសើរនាងនិងកូននាងថាស្អាតខ្លាំងបងប្រុសរបស់នាងបាននិយាយចាប់ផ្ដើមពិធីនិងប្រកាសប្រាប់អ្នកនៅទីនោះថាកូនរបស់ប្អូនស្រីគាត់នឹងក្លាយជាអ្នកស្នំរត់របស់គ្រួសារត្រកូលយ៉ាងដែលធ្វើឲ្យប្អូនស្រីនិងអ្នកនៅទីនោះមានការភ្ញាក់ផ្អើលតែត្រូវកូនរបស់ប្អូនស្រីគាត់បដិសេធភ្លាមហើយនាងបាននិយាយប្រាប់បងប្រុសនាងថានាងគ្រាន់តែចង់រស់នៅក្នុងជីវភាពធម្មតាហើយបងប្រុសរបស់នាងក៏យល់ព្រមតាមការស្នើសុំរបស់នាង
បុរសជាប្តីមានការខូចចិត្តជាខ្លាំងតែត្រូវបានលេខាគាត់ថាគាត់បានរកឃើញប្រពន្ធកូនគាត់ហើយដែលធ្វើឲ្យគាត់សប្បាយចិត្តនឹងចេញទៅរកពួកគេភ្លាមតែត្រូវលេខាខាត់ព្រោះត្រកូលយ៉ាងមិនងាយឲ្យអ្នកណាជួបនោះទេដែលធ្វើឲ្យបុរសនោះសម្រេចចិត្តទៅនិយាយជាមួយម្ចាស់ក្រុមហ៊ុនត្រកូលយ៉ាងផ្ទាល់បុរសនោះបានទៅរកបងប្រុសប្រពន្ធគាត់និងបានសួរនាំថាប្រពន្ធនិងកូនគាត់នៅទីណាតែមួយរំពេចនោះបងប្រុសប្រពន្ធបុរសនោះវាយគាត់ភ្លាមហើយបាននិយាយថាមួយដៃគាត់ធ្វើសម្រាប់ប្អូនស្រីគាត់ដែលបុរសនោះបានធ្វើបាននាងបុរសនោះថានឹងប្រគល់គ្រប់យ៉ាងឲ្យតែបងប្រុសនោះចង់បានតែត្រូវគាត់បដិសេធហើយបងប្រុសនោះថាឲ្យប្រយ័ត្ននឹងទ្រព្យសម្បត្តិខ្លួនឯងវិញទៅរំពេចនោះបុរសនោះបានទទួលទូរស័ព្ទមួយដោយគេប្រាប់ថាបុរសនោះបានធ្វើអ្វីខ្លះបានធ្វើឲ្យក្រុមហ៊ុនស្ទើរតែលារំពេចនោះបុរសនោះដឹងថាជាការធ្វើរបស់បងប្រុសប្រពន្ធគាត់នឹងបានសួរថាលោកបានធ្វើអ្វីខ្លះបងប្រុសនោះបាននិយាយថាគ្មានអីទេគ្រាន់តែចូលភាគហ៊ុនខ្លះជាមួយក្រុមហ៊ុនផ្សេងនិងទាញយក laptop ឲ្យបុរសនោះមើលដោយបង្ហាញថាភាគហ៊ុនបុរសនោះបានធ្លាក់ចុះយ៉ាងខ្លាំងហើយបុរសនោះបានហេតុអ្វីធ្វើបែបនេះបងប្រុសនោះបាននិយាយថាគ្រួសារគាត់ចង់វិនិយោគទុននៅក្នុងទីក្រុងតែក្រុមហ៊ុនបុរសនោះក៏នៅទីនោះដែរចឹងហើយមានការប្រកួតប្រជែងគ្នាស្ដាប់លើហើយបុរសនោះថាគាត់នឹងប្រគល់ភាគហ៊ុនទាំងអស់ទៅឲ្យបងប្រុសប្រពន្ធគាត់ឲ្យតែគាត់បានជួបប្រពន្ធកូនគាត់តែត្រូវបងប្រុសនោះបដិសេធនឹងថាឲ្យបុរសនោះជាខ្លាំងដែលយកប្អូនស្រីគាត់មកលេងសើចរួចបងប្រុសនោះគាត់ក៏បានបង្ហាញពីសម្លេងរបស់ប្អូនស្រីគាត់ឲ្យបុរសនោះស្ដាប់ដោយនាងនិយាយថាមិនចង់ជួបបុរសនោះទៀតទេព្រោះនាងមិនបានស្អប់ទេតែនាងឈប់ស្រឡាញ់បុរសនោះទៀតហើយដែលឮហើយធ្វើឲ្យបុរសនោះមិនជឿហើយបានសូមអង្វរដល់បងប្រុសនោះថាគាត់នឹងកែខ្លួននឹងមើលថែប្រពន្ធកូនគាត់ឲ្យបានល្អតែត្រូវបងប្រុសប្រពន្ធគាត់សួរវិញថាចុះប្រពន្ធដើមនិងកូនរបស់បុរសនោះតើគាត់គិតយ៉ាងម៉េចវិញដែលធ្វើឲ្យបុរសនោះនៅស្ងៀមរួចទៅវិញថាប្រពន្ធដើមរបស់គាត់បានជួយក្រុមហ៊ុនគាត់នៅពេលពិបាកហើយបងប្រុសប្រពន្ធគាត់បន្តសួរពីកូនប្រុសប្រពន្ធដើមបន្តទៀតតែត្រូវបុរសនោះថាក្មេងនោះមិនមែនជាកូនបង្កើតរបស់បុរសនោះទេគាត់ទទួលស្គាល់ដោយសារតែប្រពន្ធដើមនោះបានជួយគាត់ប៉ុណ្ណោះកាត់ទៅក្រុមហ៊ុនបុរសនោះបានសួរលេខាគាត់ពីដំណឹងរបស់ប្រពន្ធកូនគាត់តែលេខាថានៅតែគ្មានដំណឹងហើយថាប្រពន្ធដើមគាត់ចង់ជួបគាត់តែត្រូវបុរសនោះបដិសេធមិនជួបហើយលេខានោះបន្តថាប្រពន្ធដើមគាត់កំពុងលោឡានៅខាងក្រៅនិងថាកូនគាត់នឹកឪពុកដែលធ្វើឲ្យបុរសនោះគ្មានជំរឿក៏អនុញ្ញាតឲ្យចូលនៅពេលនារីនោះចូលមកនាងបានសុំទោសដែលនិយាយខុសពីមុនរំពេចនោះបុរសនោះថាបើនិយាយចប់ហើយអាចចាក់ចេញបានស្ត្រីនោះបានឆ្លោះជាមួយបុរសនោះជាខ្លាំងដោយស្ត្រីនោះបាននិយាយគំរាមថាកុំបន្ទោយគាត់បើប្រពន្ធនិងកូនបុរសនោះមានអ្វីកើតឡើងដែលធ្វើឲ្យបុរសនោះប្រមានស្រីនោះកុំឲ្យធ្វើអ្វីផ្ដេសផ្ដាសលើប្រពន្ធកូនគាត់ឲ្យសោះរួចស្ត្រីនោះញឹមហើយបានដើរចេញទៅដោយមិនអស់ចិត្តបុរសនោះបានតែឲ្យកូនចៅគាត់តាមដានស្ត្រីនោះឲ្យជាប់បើមានការអ្វីកើតឡើងត្រូវរាយការណ៍ប្រាប់គាត់ភ្លាមកាត់ទៅពេលប្រពន្ធបុរសនោះកំពុងលេងព្យាណូនាងបានទទួលទូរស័ព្ទមួយថានាងបានទទួលរង្វាន់ហើយឲ្យទៅយកនៅសាលតន្ត្រីនៅថ្ងៃស្អែកតែនាងថានាងមិនបានដាក់ប្រឡងអ្វីនោះទេតែត្រូវខាងនោះថាខាងគាត់ទទួលសម្លេងរបស់នាងពីអ្នកផ្សេងរួចនាងក៏យល់ព្រមទៅនៅពេលដែលនាងទៅដល់រោងតន្ត្រីនិងស្វែងរកអ្នកទេរគាត់ស្រាប់តែប្រពន្ធដើមបុរសនោះដើរចេញមកហើយបាននិយាយថាកំហុសគ្រប់យ៉ាងមកពីនាងបានធ្វើឲ្យបុរសនោះបោះបង់នាងចោលហើយបានហៅកូនចៅគាត់ចាប់នាងហើយស្ត្រីនោះបានដកកាំបិតនោះចេញមកដើម្បីឆូតមុខរបស់នាងហើយរៀបនឹងចាក់ទៅតែត្រូវបុរសនោះមកទាន់ហើយស្ត្រីនោះបានឆ្លើយដោះសារថាគ្រាន់តែចង់និយាយគ្នាប៉ុណ្ណោះតែត្រូវបុរសនោះនិយាយថាចាប់ពីពេលនេះទៅគាត់លែងទទួលខុសត្រូវលើស្ត្រីនោះនិងកូននាងទៀតហើយកុំមកប៉ះពាល់ប្រពន្ធកូនគាត់ទៀតរួចបានបញ្ជាឲ្យកូនចៅគាត់ចាប់ស្ត្រីនោះចេញកាត់ទៅដល់ផ្ទះរបស់បងប្រុសនាងបារម្ភពីប្អូនស្រីគាត់យ៉ាងខ្លាំងហើយបានដើរចូលបន្ទប់និងស្ដីបន្ទោសខ្លួនឯងតែត្រូវប្អូនស្រីគាត់ថាមិនអីនោះទេហើយនាងបានសួរពីប្តីរបស់នាងយ៉ាងម៉េចហើយតែត្រូវកូននាងនិយាយថាឪពុកគាត់នៅខាងក្រៅមិនហ៊ានចូលមកក្នុងនោះទេនិងបារម្ភពីម៉ាក់រហូតរួចស្ត្រីនោះនិយាយថាតើកូននឹងផ្ដល់ឱកាសដល់ប៉ារបស់ឯងម្ដងទៀតទេកូនស្ត្រីនោះថាអាចប្រសិនបើគាត់នៅមិនកែខ្លួនទៀតយើងនឹងឈប់តាក់ទងគាត់ជារៀងរហូតស្ដាប់ឮបែបនេះស្ត្រីនោះបានឲ្យកូនគាត់ទៅហៅប្តីនាងចូលមកក្នុងពេលដែលបុរសនោះដើរចូលមកបុរសនោះនិយាយភ្លាមថាគាត់អរគុណដែលបានលើកលែងទោសឲ្យគាត់ហើយគាត់សន្យានឹងមិនធ្វើឲ្យនាងពិបាកចិត្តទៀតឡើយហើយប្រាប់បងប្រុសប្រពន្ធគាត់ថាគាត់នឹងថែទាំនាងឲ្យបានល្អហើយបងប្រុសនោះគាត់វិញថាបើមានរឿងកើតឡើងម្ដងទៀតគាត់នឹងមិនលើកលែងឲ្យទេហើយនៅទីបំផុតពួកគេបានត្រឡប់មកនៅផ្ទះវិញនិងរស់នៅទាំងមានក្តីសុខ